nè ai nên mơ khơi ấy khi mơ ắt khơi ấy đấy là phụ ai mơ khơi ấy à hay là phụ ắt khơi ấy đấy là phụ ai trôi là do này thôi chẳng mình ca sấy đo tập làm nèប្រើម្នាក់ឯងវាមិនអស់ទេមិនអស់ទេខ្ញុំបាននិយាយរួចហើយថាច្បាស់ជាមានរឿងដែលមិនធ្លាប់មានកើតឡើងជាមិនខានទេអូពួកឯងធ្វើរបៀបនេះច្បាស់ស្អីអនុរត់អស់ជាមិនខានទេពូវិវអីនេះជាភាពស្មើសម័យទេពូរត់គិតយ៉ាងម៉េចមិនក៏ពួកឯងធ្វើអញ្ចឹងអ្នកម៉ូទិសាវិទ្យាអពុកសម្ងាត់ពិតជាអស្ចារ្យមែនចាត់ការហេតុអីបានជាបង្ខំខ្ញុំហេតុអីទៅចាប់ចាយបានចាប់វារួចហើយកបាច់ទេវតាល្បែងលោកពូអត់អីទេហើយឯងមិនក៏បែកពពុះមាត់ញ៉ាំខ្ញុំមានពពុះមាត់ណាទឹកមាត់អញស្មានណាឯងបែកពពុះមាត់គ្រាន់តែថក់ខ្សែភ្លើងមកនឹងបែកពពុះមាត់ហើយអញចំណាស់នេះឲ្យត្រូវតែម្ដាយអញមិនអីផងមិនឲ្យឯងទៅយ៉ាងចឹងចុះកាលពីមុននោះវាផ្សេងឥឡូវវាផ្សេងចង់បដូរគ្នាយ៉ាងមិនកើតហើយលោកពូឯងដេកភ្លាមអូចង់មើលអញដេកផងដេកក៏ដេកចឹងធំខ្លាំងដូចឆេះអីឆេះអោខ្ញុំមិនដែរព្រះរាជាអូយចុះម្នាក់នេះមិនក៏មិនទាន់ដោះពុកមាត់ចឹងបានស្ដីតែមិនទាន់គ្រាវទៀតហ្នឹងហ៎ទេហ៊ានប្រកាសឲ្យតែយកម្នាក់នេះគ្រាវភ្លាមអីប្រងកុំទេកុំគ្រាវខ្ញុំ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 អត់ខ្ញុំទៅលោកពូបងទី5អាសឹងនេះណាអាសឹងអមាញ់មិញនៅជាមួយខ្ញុំដល់ពេលប្រយុទ្ធខ្ញុំសន្លប់ហើយស្រាប់តែបាត់វាតែមកទៅរយមានកាយកំពូលអ្នកលបាយគេឲ្យទូរស័ព្ទមកវា2-3ថ្ងៃទៀតគេសុំតាក់ទងនឹងវាអញ្ចឹងយើងគិតធ្វើយ៉ាងម៉េចតាមរវាភ្លាមទៅបាទជើសិងឈើគឺយើងហ្នឹងឯងមានកាយថ្ងៃមុនឯងធ្វើឲ្យយើងខ្មាស់គេបន្តិចទេថ្ងៃនេះយើងមកសងសឹកហើយកុំនុំកុំគួនតើពេលណាទៅបញ្ចប់ទៅតែបើសិនជាឯងសង្ឃឹមតែសងសឹកបាននោះយើងក៏មិនហ៊ានខត់ឯងដែរបើសិនជាឯងមានសិលពូកែមិនដល់យើងទេការសងសឹកនេះគឺយើងទេជាអ្នកធ្វើចំពោះឯងវិញថ្ងៃនេះយើងចាត់ការធម្មពលទាំង5ជាមួយនឹងឯងតើឯងទប់ទល់យ៉ាងម៉េចបានឯងចាំមើលអាសេងចាប់ថយទៅវិញភ្លាមទៅលោកគ្រូរបស់ឯងឲ្យទូរស័ព្ទរបស់ឯងឲ្យយកទៅវិញទៅអាសេងបើអញ្ចឹងយើងយកឲ្យគាត់វិញហើយថាឯងគ្មានពេលទេ
ទូរស័ព្ទរបស់លោកពូអាឡូអំបញ្ញមិនមានហើយទេកើតឡើងអូវែងឆ្ងាយណាស់ហើយលបងនៅណាយើងកំពុងនៅប៉ុស្តិ៍ប៉ូលីសលោកវ៉ាហៅយើងចូលប្រជុំណាព្រោះបន្តិចទៀតនេះមានសកម្មភាពចោលប្លន់នៃចាប់ផ្ដើមហើយឯងកំពុងនៅណាខ្ញុំមិនដឹងនៅណាទេប្រហែលជាតំបន់ជាលអាឡូណាហ្នឹងលបងទី5មិនមែនទេគឺអញជាណាអូខ្ញុំគឺទូសឹងហើយលោកមានកាយយើងមានរហស្សនាមជើងកន្ត្រៃផ្ដាច់ជីវិតមិនទេជើងយើងទាំងពីរនេះអាចផ្ដាច់ជីវិតមនុស្សបានឯងដឹងទេឲ្យខ្ញុំប្រាប់គេទៅចិត្តយើងផ្ដាច់ជីវិតណាពួកម៉ាក់បងឯងមិនក៏កាយដែរឥឡូវឯងនៅទីណាហ្នឹងហើយឯងមានការអីទេអត់មានការអីទេលបងឯងពិតជានៅក្នុងប៉ុស្តិ៍ប៉ូលីសមែនទេចាំបន្តិចណាចាំខ្ញុំរកឡានតាក់ស៊ីយើងសម្រេចអញ្ចឹងទៅចុះណាប្រាប់គេថាយើងច្បាស់ជាកំតិចក្បាលគេណាចូលសំទៅលោកនាយអំបញ្ញមិនលោកនាយមានប្រើទូរស័ព្ទទេយ៉ាងម៉េចអញប្រើទូរស័ព្ទបានមិនបានទេតែទូរស័ព្ទខូចអរលីងឆាប់ហៅក្រុមហ៊ុនទូរស័ព្ទមកជួយភ្លាមចង្រៃវីដេអូនាងសំតោខ្ញុំគ្មានបំណងអាក្រក់ទេនាងខ្ញុំសុំសួរបន្តិចឲ្យធ្វើម៉េចអាចចេញទៅស្នល់ជាតិដើម្បីជិះឡានតាក់ស៊ីបាននាងអាយ៉ាអូយ